ថ្ងៃអាទិត្យគាត់នឹកឃើញថាចង់ញ៉ាំជក់ចង់មាន់ស្នាដៃខ្លួនឯងម្ដងចង់ដឹងថាវាមានរសជាតិបែបណាអញ្ចឹងបន្ទាប់ពីនោះមកក៏ខ្ញុំបានទៅដាំទឹកឲ្យពុះបងជាមួយនឹងគល់ស្លឹកគ្រៃជាមួយនឹងសាច់ក្រូចសើចដើម្បីកាត់ឆ្អាបជើងមាន់របស់យើងបន្ទាប់ពីនោះមកទៀតគឺខ្ញុំបានបងជើងមាន់ដែលខ្ញុំបានលាងរួចរាល់ចូលទៅចំអិនប្រហែលជា6ទៅ7នាទីដើម្បីឲ្យជើងមាន់របស់យើងបានឆ្អិនសព្វល្អអញ្ចឹងបន្ទាប់ពីនោះមកទៀតគឺខ្ញុំបានស្រង់ជើងមាន់របស់យើងចេញទៅដាក់ជាមួយនឹងទឹកកកដើម្បីឲ្យវាមានភាពស្រួយនៅពេលដែលយើងញ៉ាំទៅបង្កើនរសជាតិឆ្ងាញ់ច្រប់ជាប់មាន់អញ្ចឹងបងអញ្ចឹងបន្ទាប់ពីនោះមកទៀតខ្ញុំបានទុកវាមួយឡែកសិនខ្ញុំក៏ងាកមកធ្វើជាមួយនឹងទឹកត្រីកោះកុងរបស់យើងដែលខ្ញុំបានបុកខ្ទឹមជាមួយនឹងម្ទេសរួចរាល់ដាក់ជាមួយនឹងទឹកត្រីសមល្មមដាក់គ្រឿងទេសដែលបងចូលចិត្តជូរផ្អែមប្រៃតាមដែលបងចូលចិត្តអញ្ចឹងណាបងបន្ទាប់ពីនោះមកទៀតគឺខ្ញុំបានយកគ្រឿងទេសដែលខ្ញុំបានហាន់រួចរាល់ដាក់ចូលទៅច្របល់ចូលគ្នាឲ្យសព្វបន្ទាប់ពីនោះមកទៀតខ្ញុំដាក់វាចូលក្នុងកតោមួយដើម្បីឲ្យវាមានភាពងាយស្រួលកូរវាឲ្យសព្វអញ្ចឹងបងបន្ទាប់ពីនោះមកទៀត2 ទៅ 3 ម៉ោងឬមួយថ្ងៃអាចញ៉ាំបាន